ចង់ខ្លាយជាទាហានក្មេងប្រុសម្នាក់នេះគឺត្រូវស្លៀកសម្លៀកបំពាក់ទាហានឲ្យបានមុនពេលដែលឈើគូសរលត់ទីបំផុតក្មេងប្រុសម្នាក់នេះបានធ្វើបានក្មេងប្រុសម្នាក់នេះសប្បាយចិត្តណាស់ហើយការរស់នៅរបស់គេរាល់ថ្ងៃគេធ្វើប្រៀបដូចជាមនុស្សធំដូចជាទាហានពិតប្រាកដថ្ងៃមួយយន្តហោះរបស់ស្ត្រូវក៏បានមកហើយក៏បានទម្លាក់គ្រាប់បែកទាហានម្នាក់បានជួយក្មេងប្រុសម្នាក់នោះក្មេងប្រុសម្នាក់នោះគឺស្ថិតនៅក្នុងត្រង់សេដើម្បីការពារខ្លួនបន្ទាប់ពីហេតុការណ៍កើតឡើងមានទាហានស្លាប់និងរបួសជាច្រើនក្មេងប្រុសបានយល់អំពីស្ថានភាពសង្គ្រាមពិតប្រាកដក្មេងប្រុសបានដួសទឹកឲ្យទាហានផឹកហើយទាហានម្នាក់នោះក៏បានឲ្យសម្បត្តិមួយទៅក្មេងប្រុសថានេះគឺជាសម្បត្តិពីគ្រួសារគាត់ក្មេងប្រុសក៏បានបង្កើតជាសាច់រឿងដើម្បីឲ្យទាហាននោះគឺគាត់ស្ងប់ចិត្តហើយក្មេងប្រុសក៏បានឈរទៅច្រៀងចម្រៀងលើកទឹកចិត្តទាហានដែលរងរបួសនោះនៅថ្ងៃបន្ទាប់សង្គ្រាមនៅតែកើតឡើងក្មេងប្រុសមិនអាចជួយអីធំដុំក្មេងប្រុសបានអូសនៅសម្ភារៈមួយចំនួនដែលទាហានត្រូវការហើយមានទាហានចំណាស់ម្នាក់គឺអរគុណក្មេងប្រុសក៏បានធ្វើការអរគុណវិញក្មេងប្រុសបានរកឃើញថាមានបញ្ហាទំនាក់ទំនងដែលមេបញ្ជាការមិនអាចបញ្ជាកូនចៅបានក្មេងប្រុសបានដើរតាមខ្សែទូរស័ព្ទដើម្បីរកដំណភ្ជាប់ដែលដាច់នោះទីបំផុតក្មេងប្រុសបានរកឃើញខ្សែទូរស័ព្ទដែលដាច់នោះហើយក៏បានតភ្ជាប់បានធ្វើឲ្យមេបញ្ជាការអាចឆ្លើយឆ្លងបញ្ជានិងផ្ដល់ព័ត៌មានបានថ្ងៃមួយក្មេងប្រុសបានមើលទីតាំងនៃបន្ទាយរបស់ខ្លួនក៏ឃើញអ្វីចម្លែកដែលហាក់បីដូចជាសត្រូវកំពុងតែលាក់ខ្លួនក្មេងប្រុសបានប្រាប់គ្នាថាកំពុងតែមានសត្រូវតាមដាននិងលាក់ខ្លួននៅជិតជំរំរបស់ខ្លួននេះហើយនៅពេលទាហានទាំងនោះឬក្មេងប្រុសរាយការណ៍ក៏បានទៅរកមើលទីតាំងនោះក៏ពិតជាឃើញសត្រូវលាក់ខ្លួនមែនហើយក៏ចាប់សត្រូវបាននៅនឹងកន្លែងរួមទាំងរឹបអូសបាននៅឧបករណ៍ដែលស្រូបយកសម្លេងដែលសម្លេងនេះគឺជាការយកព័ត៌មានរបស់ខ្លួនក្មេងប្រុសបានធ្វើការងារយ៉ាងល្អទៀតហើយនៅពេលនេះក្មេងប្រុសបានស្ម័គ្រចិត្តធ្វើជាអ្នកបញ្ជូនលិខិតបញ្ជូនសម្បត្តិទៅកាន់អ្នកផ្ទះរបស់ទាហានទាំងអស់នោះចំណែកនៅពេលដែលទទួលបានលិខិតត្រូវផ្ញើឲ្យទាហានវិញអ្នកដែលទទួលសម្បត្តិគឺទាហាននោះត្រូវរាំឲ្យក្មេងប្រុសមើលនៅពេលមួយក្មេងប្រុសបានហៅឈ្មោះបរិសម្នាក់ប៉ុន្តែអត់មានអ្នកទទួលទេទើបដឹងថាទាហានម្នាក់នោះបានស្លាប់ទៅហើយក្មេងប្រុសក៏ដោះមួកដើម្បីជាការគោរពចង់ខ្លាយជាទាហានក្មេងប្រុសម្នាក់នេះគឺត្រូវស្លៀកសម្លៀកបំពាក់ទាហានឲ្យបានមុនពេលដែលឈើគូសរលត់ទីបំផុតក្មេងប្រុសម្នាក់នេះបានធ្វើបានក្មេងប្រុសម្នាក់នេះសប្បាយចិត្តណាស់ហើយការរស់នៅរបស់គេរាល់ថ្ងៃគេធ្វើប្រៀបដូចជាមនុស្សធំដូចជាទាហានពិតប្រាកដថ្ងៃមួយយន្តហោះរបស់ស្ត្រូវក៏បានមកហើយក៏បានទម្លាក់គ្រាប់បែកទាហានម្នាក់បានជួយក្មេងប្រុសម្នាក់នោះគឺស្ថិតនៅក្នុងត្រង់សេដើម្បីការពារខ្លួនបន្ទាប់ពីហេតុការណ៍កើតឡើងមានទាហានស្លាប់និងរបួសជាច្រើនក្មេងប្រុសបានយល់អំពីស្ថានភាពសង្គ្រាមពិតប្រាកដក្មេងប្រុសបានដួសទឹកឲ្យទាហានផឹកហើយទាហានម្នាក់នោះក៏បានឲ្យសម្បត្តិមួយទៅក្មេងប្រុសថានេះគឺជាសម្បត្តិពីគ្រួសារគាត់ក្មេងប្រុសក៏បានបង្កើតជាសាច់រឿងដើម្បីឲ្យទាហាននោះគឺគាត់ស្ងប់ចិត្តហើយក្មេងប្រុសក៏បានឈរទៅច្រៀងចម្រៀងលើកទឹកចិត្តទាហានដែលរងរបួសនោះនៅថ្ងៃបន្ទាប់សង្គ្រាមនៅតែកើតឡើងក្មេងប្រុសមិនអាចជួយអីធំដុំក្មេងប្រុសបានអូសនៅសម្ភារៈមួយចំនួនដែលទាហានត្រូវការហើយមានទាហានចំណាស់ម្នាក់គឺអរគុណក្មេងប្រុសក៏បានធ្វើការអរគុណវិញក្មេងប្រុសបានរកឃើញថាមានបញ្ហាទំនាក់ទំនងដែលមេបញ្ជាការមិនអាចបញ្ជាកូនចៅបានក្មេងប្រុសបានដើរតាមខ្សែទូរស័ព្ទដើម្បីរកដំណភ្ជាប់ដែលដាច់នោះទីបំផុតក្មេងប្រុសបានរកឃើញខ្សែទូរស័ព្ទដែលដាច់នោះហើយក៏បានតភ្ជាប់បានធ្វើឲ្យមេបញ្ជាការអាចឆ្លើយឆ្លងបញ្ជានិងផ្ដល់ព័ត៌មានបានថ្ងៃមួយក្មេងប្រុសបានមើលទីតាំងនៃបន្ទាយរបស់ខ្លួនក៏ឃើញអ្វីចម្លែកដែលហាក់បីដូចជាសត្រូវកំពុងតែលាក់ខ្លួនក្មេងប្រុសបានប្រាប់គ្នាថាកំពុងតែមានសត្រូវតាមដាននិងលាក់ខ្លួននៅជិតជំរំរបស់ខ្លួននេះហើយនៅពេលទាហានទាំងនោះឬក្មេងប្រុសរាយការណ៍ក៏បានទៅរកមើលទីតាំងនោះក៏ពិតជាឃើញសត្រូវលាក់ខ្លួនមែនហើយក៏ចាប់សត្រូវបាននៅនឹងកន្លែងរួមទាំងរឹបអូសបាននៅឧបករណ៍ដែលស្រូបយកសម្លេងដែលសម្លេងនេះគឺជាការយកព័ត៌មានរបស់ខ្លួនក្មេងប្រុសបានធ្វើការងារយ៉ាងល្អទៀតហើយនៅពេលនេះក្មេងប្រុសបានស្ម័គ្រចិត្តធ្វើជាអ្នកបញ្ជូនលិខិតបញ្ជូនសម្បត្តិទៅកាន់អ្នកផ្ទះរបស់ទាហានទាំងអស់នោះចំណែកនៅពេលដែលទទួលបានលិខិតត្រូវផ្ញើឲ្យទាហានវិញអ្នកដែលទទួលសម្បត្តិគឺទាហាននោះត្រូវរាំឲ្យក្មេងប្រុសមើលនៅពេលមួយក្មេងប្រុសបានហៅឈ្មោះបរិសម្នាក់ប៉ុន្តែអត់មានអ្នកទទួលទេទើបដឹងថាទាហានម្នាក់នោះបានស្លាប់ទៅហើយក្មេងប្រុសក៏ដោះមួកដើម្បីជាការគោរព